បងប្អូនអើយចង់អស់ពូជបន្លែលក់អីបងប្អូនបាទរយៈនេះបងប្អូនយើងកំងច្រើនដោយតសក់នេះអីបងប្អូនតសក់399អីបងប្អូនយើងកំងម្ដង10កំប៉ុង20កំប៉ុងអីនោះមួយរយៈនេះទុះខ្លាំងប្រាប់ពូជតសក់នេះបងប្អូនត្រូវការដាំអីអាចតាក់ទងបានឥឡូវចិត្តអស់ទៀតហើយស្តុកបាទហើយមួយទៀតបងប្អូននេះទៅយកចូលមកស្ដែកនេះមកកេះបងណាស្ដែក108បងប្អូនស្ដែក108ដាច់ស្តុកមួយរយៈហើយរត់បានទេខាងក្រុមហ៊ុនក៏ដាច់ស្តុកដែរបងប្អូនណាហើយឥឡូវនេះខ្ញុំដើរប្រមូលឲ្យក្រុមហ៊ុនគាត់ជួយប្រមូលមកពីខាងដេប៉ូផ្សេងមកបាន100កញ្ចប់អញ្ចឹងអត់មានច្រើនទេបើបងប្អូនត្រូវការអាចតាក់ទងបានបងប្អូនណាមាន100កញ្ចប់ហើយមានបងប្អូនយើងកំងបដាខ្លះហើយអស់ប្រហែលជាខ្ទង់20 30កញ្ចប់ហើយនេះអញ្ចឹងនៅសល់ប្រហែលជាខ្ទង់70កញ្ចប់ទៀតបើបងប្អូនត្រូវការអាចតំណងបានអត់មានស្តុកបងប្អូនណាបាទស្ដែកគួរ108បើបងប្អូនណាធ្លាប់ដាំហើយធ្លាប់បានជោគជ័យល្អអាចចាត់ទោះកំងបានព្រោះអីជួនកាលបើយឺតជាងគេអាចកំងអត់បានទេណាពូជនេះមួយយ៉ាងទៀតបងប្អូនពូជនេះពូជ109ពូជ109នេះនៅមានច្រើនបងប្អូនចង់កំងពេលណាក៏បានដែរពូជ109ចឹងយ៉ាប់តែពូជ108ដែលដាច់ស្តុកខាងក្រុមហ៊ុនដាច់ស្តុកបាទហើយបើសិនជាបងប្អូនត្រូវការពាក់ព័ន្ធនឹងបៃប៉ោះ cherry មានបងប្អូនយើងតាក់ទងមកខ្លះពីថ្ងៃមុននេះបៃប៉ោះ cherry គឺដាច់ស្តុកប៉ុន្តែឥឡូវនេះចិត្តចូលស្តុកវិញហើយបងប្អូនណាហើយបងប្អូនត្រូវការអីអាចតាក់ទងបានបាទចូលស្តុកឆាប់នេះបៃប៉ោះ cherry non u លេខកូដ1657បាទហើយមួយយ៉ាងទៀតបើសិនជាបងប្អូនចង់ដាំប្រភេទបៃប៉ោះ cherry មូលបៃប៉ោះ cherry លឿងអីមានស្តុកបាទបងប្អូនត្រូវការអាចតាក់ទងបានបាទហើយអញ្ចឹងបង្ហាញជូនបងប្អូនប៉ុណ្ណេះចុះហើយថ្ងៃក្រោយចាំបង្ហាញជូនទៀតបាទពាក់ព័ន្ធទៅនឹងស្តុកពូជបន្លែនៅមានពូជបន្លែច្រើនទៀតបងប្អូនណាបងប្អូនត្រូវការអីអាចតំណងបាននេះបងប្អូននេះប្រភេទម្រះបាទម្រះមានម្រះពូចម្រះផ្លែខ្លីម្រះផ្លែវែងអីមានណែបងប្អូនអរគុណចាស់ប៉ុណ្ណឹងចុះគាត់ថាចង់បញ្ជាក់ថាពូជសណ្ដែក108ចូលស្តុកមានចំនួនកំណត់តិចតួចបំផុតបងប្អូនត្រូវការអាចតំណងបានបាទថ្ងៃនេះខ្ចប់ឲ្យគេ20កញ្ចប់ទៀតហើយបងប្អូនមួយកញ្ចប់មួយខាំណាហើយបើបងប្អូនត្រូវការតាក់ទងលឿនមកអរគុណច្រើន